为什么就往我的雕像后面躲呀？为什么就为我倒向后面躲ហេតុអ្វីបានជាអ្នកតែងតែលាក់ខ្លួននៅពីក្រោយរូបសំណាករបស់ខ្ញុំអញ្ចឹង往树后面跑的话，光头强会把树砍坏的。往树后面跑的话光头强会砍树坏បើសិនបើរត់ទៅក្រោយដើមឈើអ្នកកាប់ឈើអាចកាប់ឈើខូចបានណា光头强这次的新装备咋这么厉害啊？光头强这的新装备这么厉害ឧបករណ៍ថ្មីរបស់អ្នកកាប់ឈើហេតុអ្វីបានជាមានថាមពលខ្លាំងយ៉ាងនេះ好像有使不完的劲儿。好像有蛇不完的劲វាហាក់បីដូចជាមានថាមពលមិនចេះអស់跑哪儿去了？跑哪去了រត់ទៅណាអស់ហើយ算你们跑得快。算你们跑得快លែងខ្វល់ហើយពួកឯងរត់លឿនយ៉ាងនេះ强哥，我要砍树去了。强哥我要砍树去了បងប្រុសឆាងខ្ញុំនេះទៅកាប់ឈើហើយ熊大，光头强这次这么厉害，熊大光头强这次这么厉害បងប្រុសអ្នកកាប់ឈើលើកនេះហេតុអីក៏ខ្លាំងម្លេះ咱们咋办呀？咱们咋办呀ពួកយើងធ្វើមិនទៅ光头强的新装备应该是靠风来发电的。光头强的新装备应该是靠风来发电的ឧបករណ៍ថ្មីរបស់អ្នកកាប់ឈើវាគួរតែត្រូវបានជំរុញដោយខ្យល់咱们拿风可没办法呀。咱们拿风没办法呀យើងមិនអាចធ្វើអ្វីបានចំពោះខ្យល់នោះទេ难道我们要看着光头强把树都砍光吗？难道我们要看着光头强把树都砍光吗អញ្ចឹងយើងគ្រាន់តែចាំមើលអ្នកកាប់ឈើទាំងអស់នេះឬ都怪那两把大风车都怪那两把大风车ទាំងអស់គឺដោយសារតែឡានខ្យល់ទាំងពីរ风车？风车ឡានខ្យល់咱们可以这样做。咱们可以这样做ពួកយើងអាចធ្វើវិធីនេះអត្ថប្រយោជន៍នៃការរៀនភាសាចិននៅសាលាឈិងសៀង International School ចំណុចទី1សម្រាប់បងឬក៏អូនមានបំណងចង់រៀនត្រៀមប្រឡងទៅសិក្សាបន្តនៅប្រទេសចិនចំណុចទី2គ្រូមានបទពិសោធន៍មានជំនាញបង្រៀនជាច្រើនឆ្នាំចំណុចទី3ចុះឈ្មោះឥឡូវនេះសិស្សនឹងទទួលបានម៉ោងសិក្សាហ្វ្រីបន្ថែមភ្លាមចំណុចទី4សម្រាប់ម៉ោងសិក្សាអាចបត់បានរាល់ពេលសិស្សសុំច្បាប់ឈប់សម្រាកឬរវល់ការងារផ្ទាល់ខ្លួនសាលាមិនមានការកាត់ម៉ោងរៀនរបស់សិស្សទេចំណុចពិសេសមួយទៀតនៅពេលដែលអ្នកទាំងអស់គ្នាចុះឈ្មោះចូលរៀនអាចមានឱកាសទទួលបានការងារធ្វើទៀតផងចាប់អារម្មណ៍ដាក់ពាក្យឬចុះឈ្មោះចូលរៀនតាមរយៈ Telegram QR ដែលមាននៅលើអេក្រង់នេះ